Nhưng mà tụi banសំណួរមួយពីមិត្តភក្តិខ្ញុំក៏សួរខ្ញុំថាតើការងារជា content creator របស់ខ្ញុំហ្នឹងខ្ញុំនឹងប្ដូរទៅជាការងារពេញម៉ោងអត់ឬក៏ខ្ញុំនៅតែធ្វើជាការងារក្រៅម៉ោងចម្លើយពីខ្ញុំទៅគឺខ្ញុំនៅតែធ្វើជាការងារក្រៅម៉ោងដោយសារតែ content creator វាជាការងារមួយដែលជាក្តីស្រឡាញ់របស់ខ្ញុំជាខ្ញុំចូលចិត្តហើយជា content creator ទៀតសោតយកអ្នកនេះដឹងអញ្ចឹង content creator គឺឥឡូវនេះគឺងាយស្រួលក្នុងការបង្កើតមែនតើមាតិកាក៏ងាយស្រួលក្នុងការបង្កើតហើយ content creator ក៏មានច្រើនគំនិតនៃការបង្កើតក៏មានច្រើនមែនតើដែរអញ្ចឹងបើសួរថាតើយើងនឹងអាចធ្វើការងារនឹងពេញម៉ោងអត់ទោះបីជាការងារនេះអាចខ្លាចទៅជាការងារពេញម៉ោងរបស់ខ្ញុំក៏ដោយគឺខ្ញុំត្រូវតែមានមុខរបរអាជីវកម្មមួយទៀតរបស់ខ្ញុំសម្រាប់ប្រាក់ចំណូលដូចគ្នាពីព្រោះប្រាក់ចំណូលដែលថេអត់មានអីក្រៅពីមុខរបរឬក៏ការងាររបស់យើងទេតែតោះជាមួយនឹង content creator វាជាមុខរបរមួយដែលអាចមានចំណូលបានដែរប៉ុន្តែវាជាចំណូលមួយដែលអត់ទៀងអ្នកនរនេះអាចដឹងស្រាប់ហើយថាពេលខ្លះទៅតងទៅលើ viewer ឬក៏តាក់ទងពេលខ្លះទៅលើ sponsor យើងអាចដឹងថាតើខែនេះមាន sponsor ម្នាក់2ខែទៀតមាន sponsor អត់មួយឆ្នាំទៀតមាន sponsor អត់យើងអាចមិនដឹងទេលុះត្រាតែយើងធ្វើបានល្អខ្លាំងយើង creative រហូតយើងមានគេហៅថាមេតិកាល្អគ្រប់ពេលប៉ុន្តែយើងមិនដឹងថាយើងអាចធ្វើបានល្អគ្រប់ទៅពេល viewer យើងក៏មិនអាចថាតាមមើលយើងគ្រប់ពេលរហូតដែរវាមានពេលខ្លះឡើងពេលខ្លះចុះទៅតាមសកម្មភាពឬក៏ពេលវេលាជាក់ស្ដែងអញ្ចឹងអ្វីដែលល្អសម្រាប់ content creator បើអ្នកនរគ្នាកំពុងតែល្បីហើយឬក៏មាន view ច្រើនហើយវាពិតជាល្អមែនតើសម្រាប់នៅក្នុងការចាប់ផ្ដើមអាជីវកម្មថ្មីទីហោដូច content creator យើងឥឡូវអញ្ចឹងអ្នកគ្នាមើលទៅអត់មានណាគេធ្វើតែ content នេះគឺសិតតែមានមុខរបរទាំងអស់មិនថាទូចមិនថាធំមិនថា online ឬក៏មានហាងគឺសិតតែមានមុខរបរទាំងអស់ដើម្បីជាចំណូលរបស់គាត់ព្រោះដោយសារតែក្នុងការបង្កើត content បើសិនជាអត់មាន sponsor ឬក៏អត់មានview បានលុយពី view នោះក៏យើងត្រូវតែបង្កើតដែរយើងអាចចោលបាននេះចឹងយើងត្រូវតែមានប្រាក់ចំណូលក៏រ៉ាញ់រត់សម្រាប់ទប់ឬក៏សម្រាប់ចំណូលក្នុងការបង្កើត content ហ្នឹងអញ្ចឹងបើសួរថាតើខ្ញុំនឹងអាចបដូរជាពេញម៉ោងអត់ខ្ញុំវានៅតែជាក្រៅម៉ោងរបស់ខ្ញុំរហូតនឹងវាអាចថាជាពេញម៉ោងរបស់ខ្ញុំពេញម៉ោងរបស់ខ្ញុំគឺជាមុខរបរមួយដែលអាចបង្កើនចំណូលថេឲ្យខ្ញុំចូលរាល់ខែខ្ញុំអាចដឹងខ្ទង់ចំណាយចំណូលបានពីខ្លួនខ្ញុំផ្ទាល់ជាការចាប់ដើមពីខ្លួនឯងហើយសម្រាប់ content creator វាជាការងារក្រៅម៉ោងជាការងារខ្ញុំពេញចិត្តខ្ញុំស្រឡាញ់ហើយខ្ញុំចង់ចែករំលែកឲ្យខ្ញុំដឹងទៅអ្នកនរគ្នាហើយវាជាការងារមួយដែលជួយឲ្យមុខរបររបស់ខ្ញុំអាចបន្តដំណើរទៅមុខទៅដោយរលូនអ្នកនរគ្នាអាចស្គាល់ខ្ញុំបន្ថែមអញ្ចឹងណាតែបើសួរថាវាជាមុខរបរចម្បងរបស់ខ្ញុំអត់វានៅជាការងារក្រៅម៉ោងរបស់ខ្ញុំអញ្ចឹង